Sustai lukhu pong thơ cái đáy lukhu. អូលោកគ្រូកំពុងតែត្រួតពិនិត្យមើលអង្កាំ5ធាតុលោកគ្រូបានឲ្យក្រុមការងាររៀបចំជាពិសេសសម្រាប់កូនសិស្សយើងដែលគាត់ទៅសែនប្រក់ភ្នោឬមួយក៏ទៅឆេងមេងដើម្បីការពារខ្លួនអំពីធម៌ពលមិនល្អមួយចំនួននៅពេលដែលគាត់ចូលទៅកន្លែងដែលកប់បានន័យថាកន្លែងដែលមានភ្នោច្រើនឬមួយក៏ការពារតកតងជាមួយនឹងការឆុងអីផ្សេងៗណា Mình con sơ dương một chuẩn trong xua tẹt tông nâng tần nóm ngay sai chạy mấy cái đôi chỉ Scott Pno ta lukhu ai chui bỏ sai ba này lukhu. បានអូខេតកតងជាមួយនឹងដំណំថ្ងៃសែនឆេងមេងណាគឺជាដំណំមួយដែលយើងយកទៅអនុវត្តឲ្យបានគ្រប់គ្នាទីមួយជាទូទៅតាមជំនឿរបស់ជនជាតិចិនគឺគេហាមណាកូនក្មេងដែលអាយុក្រោម5ឆ្នាំបើយើងជិះបានយើងជិះទៅដោយសារតែគេជឿថាក្មេងៗក្រោមអាយុ5ឆ្នាំនេះគឺងាយនឹងរងទទួលធម៌ពលអវិជ្ជមានយើងដឹងហើយថាកន្លែងកប់សាកសពគឺគេហៅថា Yin Feng Shui គឺជាកន្លែងមួយដែលមានធម៌ពលយិនច្រើនដូច្នេះបើសិនជាក្មេងៗត្រឹមអាយុក្រោម5ឆ្នាំបើជិះបានគឺយើងជិះទៅយើងមិនបាច់ឲ្យគាត់ទៅទេអានេះបើសិនជាជិះបានទេនេះគឺជាជំនឿណាគឺជាជំនឿហើយមួយវិញទៀតតកតងជាមួយនឹងស្ត្រីដែលមានផ្ទៃពោះស្ត្រីដែលមានផ្ទៃពោះតាមជំនឿរបស់ចិនក៏គេគិតថាងាយនឹងរងធម៌ពលអវិជ្ជមានដែរជាពិសេសប៉ះពាល់ដល់កលដែលនៅក្នុងផ្ទៃណាកលដែលនៅក្នុងផ្ទៃម្យ៉ាងវិញទៀតតកតងជាមួយនឹងចាស់បើសិនណាជាយើងគិតថាចាស់តាមក្បួនបុរាណគឺចាប់ពីអាយុ80ឆ្នាំឡើងគឺគេអត់ឲ្យទៅសកត់ភ្នោទេជាទូទៅតាមជំនឿរបស់ចិនប៉ុន្តែលោកគ្រូចង់បញ្ជាក់ថាជំនឿពីដើមគេកំណត់80ឆ្នាំឡើងប៉ុន្តែឥឡូវនេះជារួមវិញឲ្យតែចាស់ដែលមានសុខភាពរៀងទ្រុឌទ្រោមបើយល់ល្អមិនបាច់ឲ្យគាត់ទៅទីតាំងគេហៅថាតំបន់ដែលកប់សាកសពច្រើននាំឲ្យជះធម៌ពលដែលមិនល្អត្រឡប់មកវិញហើយយើងត្រូវចាំណានៅពេលដែលយើងទៅសកត់ភ្នោហាមសកត់នៅពេលដែលមេឃងងឹតឬមួយក៏ហាមចេញត្រឡប់មកផ្ទះវិញនៅពេលដែលថ្ងៃលិចណាដោយសារតែធម៌ពលនៅកន្លែងកប់សាកសពគឺធម៌ពលយិនច្រើនដូច្នេះបើសិនណាជាយើងនៅបានន័យថាធ្វើពិធីប្រក់ភ្នោផ្សេងរហូតដល់ថ្ងៃលិចគឺងាយនឹងរងធម៌ពលអវិជ្ជមានខ្លាំងមែនតើណាងាយនឹងរងធម៌ពលអវិជ្ជមានខ្លាំងមែនតើតកតងជាមួយនឹងដំណំមួយចំនួនទៀតផងដែរគឺនៅពេលដែលយើងទៅសែនប្រក់ភ្នោនេះយើងធម្មតាយើងទៅគោរពណាគោរពដល់បុព្វបុរសរបស់យើងដែលលោកចែកឋានទៅអញ្ចឹងការស្លៀកពាក់គ្របដណ្ដប់ខ្លួនសូមស្លៀកពាក់ឲ្យបានសមរម្យស្លៀកពាក់តាមធាតុយើងត្រូវការតាមចោះប៉ុន្តែកុំឲ្យស្រស់ពេកព្រោះអ្នកខ្លះគាត់អាងតែធាតុត្រូវការរបស់គាត់ធាតុភ្លើងគាត់លេងពណ៌ក្រហមឬក៏ពណ៌ឈាមសំទោសពណ៌ទឹកក្រូចជាដើមអញ្ចឹងគឺជាពណ៌មួយដែលហៅថាជាពណ៌ស្រស់ឆាតឆាយពេកទៅជាយើងទៅក្នុងពិធីអីមួយដែលជារឿងសប្បាយវិញអញ្ចឹងយើងទៅគោរពបូជាអញ្ចឹងយើងសូមហាមកុំឲ្យស្លៀកពាក់ខោអាវពណ៌ស្រស់ពេកដំណំមួយចំនួនទៀតផងដែរធម្មតាយើងទៅកន្លែងយិនគឺជាកន្លែងមួយដែលស្ងប់ស្ងាត់អញ្ចឹងហាមណាហាមបង្កើតជាសម្លេងអឹងអងទៅជាចាក់ធុងបាសរំច្រៀងអីនៅទីនោះឬមួយក៏អ្នកខ្លះទៅដល់បកចំនួនឆ្លោះតោះតែងគ្នាទាស់មាត់ទាស់ពាក្យទាស់សម្ដីគ្នានៅកន្លែងភ្នោដូនតានេះគឺក៏ដំណំដែរបើសិនណាយើងប្រព្រឹត្តទង្វើអស់នេះគឺយើងនឹងសួយខ្លាំងមែនតើណាយើងនឹងសួយខ្លាំងមែនតើតាមជំនឿមួយចំនួនទៀតរហូតដល់គេជឿថាបើសិនណាជាយើងនៅត្រឹមតែជាគូដណ្ដឹងឬមួយក៏ជាសង្សារទេយើងមិនបាច់ទៅសង្កត់ភ្នោខាងប្រុសខាងអីទេព្រោះអ្នកខ្លះហេតុតាចង់គេហៅថាបកើនភាពចិត្តស្និទ្ធមួយគ្នាត្រឹមតែជាសង្សារទេទៅសង្កត់ភ្នោខាងអ្នកមកខាងទៀតព្រោះអីយើងជឿថានៅកន្លែងហ្នឹងគឺតំបន់ដែលមានធម៌ពលអវិជ្ជមានច្រើនអញ្ចឹងនៅពេលដែលយើងទៅយើងងាយនឹងរងធម៌ពលអវិជ្ជមានទាំងអស់នោះធម៌ពលអវិជ្ជមានទាំងអស់នោះផ្ទុយទៅវិញបើសិនណាជាយើងទើបតែរៀបការថ្មីថ្មោងទៅចោះនេះគឺជាការបង្ហាញឲ្យបុព្វបុរសយើងឃើញដៃគូជីវិតរបស់យើងអានេះគឺជាជំនឿរបស់ចិនណាហើយជនជាតិចិនទាំងអស់ភាគច្រើនគឺគេដឹងហើយគេធ្វើតគ្នាដូច្នេះហើយលោកគ្រូព្យាយាមយកមកចែករំលែកដើម្បីពុកម៉ែបងប្អូនកូនក្មួយយើងយកទៅអនុវត្តតាមណាយកទៅអនុវត្តតាមអូខេអរគុណច្រើនលោកគ្រូជួយប្រាប់ពីរបៀបការពារពេលយើងទៅសែនធ្នោផងលោកគ្រូអូខេតកតងជាមួយនឹងរបៀបការពារខ្លួនមួយចំនួនដែលយើងគួរយកទៅអនុវត្តណាទី1ដូចឃើញនៅក្នុងដៃលោកគ្រូនេះស្រាប់
គឺលោកគ្រូបានឲ្យក្រុមការងារ design ពិសេសគឺជាអង្កាំ5ធាតុដើម្បីពាក់ទៅការពារខ្លួនណាធម្មតាជាប្រភេទ crystal ធម្មជាតិគឺវាមានធម្មពលវាមានឥទ្ធិពលរបស់វារៀងៗខ្លួននៅពេលដែលយើងមិចវាបញ្ចូលគ្នាគឺវា transfer ធម្មពលវាមានគុណសម្បត្តិតាក់ទងជាមួយនឹងការរុញច្រានរឿងអវិជ្ជមានមួយចំនួនយើងឃើញហើយតាក់ទងជាមួយនឹងអ្នកខ្លះក៏គាត់ប្រើជាប្រភេទអំបោះ5ធាតុប៉ុន្តែលោកគ្រូចង់បញ្ជាក់ប្រាប់ថាជាប្រភេទ crystal ធម្មជាតិនេះគឺវាមានធម្មពលលើសអ្វីដែលយើងគិតទៅទៀតអានេះគឺជារបៀបការពារខ្លួនទី1របៀបការពារខ្លួនទី2គឺយើងត្រូវមានទឹកនៅពេលដែលយើងសែនភ្នោចប់យើងមានទឹកមួយធុងណាជាទឹកស្អាតមកយើងដាក់ស្លឹកទទឹមនៅក្នុងទឹកនឹងមកហើយពេលដែលយើងសកត់ភ្នោសែនហើយអស់យើងរៀបចំឲ្យបានត្រឡប់មកផ្ទះវិញគឺយើងលាងដៃលុបមុខយើងចេញទៅហើយរបៀបការពារខ្លួនមួយទៀតនៅពេលដែលយើងមកដល់ផ្ទះយើងផ្លាស់កៅអៅដែលយើងផ្លាស់កៅអៅភ្លាមទៅយើងផ្លាស់កៅអៅដែលយើងទើបមកពីសង្កត់ភ្នោហ្នឹងគឺយើងផ្លាស់កៅអៅចេញនៅស្លៀកពាក់កៅអៅថ្មីមកឬមួយក៏នៅពេលដែលមកដល់ផ្ទះគឺផ្លាស់កៅអៅហើយយើងមុជទឹកចេញទៅណាយើងមុជទឹកសម្អាតខ្លួនដុសសាប៊ូឲ្យស្អាតទៅអាហ្នឹងយើងលាងចម្រះរាល់ឧបទ្រពចង្រៃឬមួយក៏លាងចម្រះរឿងអវិជ្ជមានមួយចំនួនចេញហើយអ្នកខ្លះទៀតពេលដែលគេមកដល់ផ្ទះបើសិនណាជាមេឃកំពុងតែក្តៅបានន័យថាគេហាលខ្លួនគេជាមួយនឹងថ្ងៃបំផ្លែតសិន 4-5 នាទីដើរឲ្យត្រូវថ្ងៃ 4-5 នាទីទៅតបមកទៀតគេលាងដៃលាងជើងគេចូលផ្ទះគេដូរកៅអៅហើយគេមុជទឹកសម្អាតខ្លួនណានេះគឺជាការស្រេចសម្រាប់ការពារខ្លួនណាសម្រាប់ការពារខ្លួនអូចាលោកគ្រូអរគុណច្រើនសម្រាប់ចម្លើយរបស់លោកគ្រូអូខេអញ្ចឹងបើសិនណាជាពុកម៉ែបងប្អូនកូនក្មួយយើងមានចម្ងល់បន្ថែមអាចចូលទៅកាន់ក្រុម Telegram របស់លោកគ្រូដែលជាទូទៅរាល់ការបង្ហោះរបស់លោកគ្រូគឺលោកគ្រូដាក់នៅក្នុង link ខាងលើគឺយើងអាចចូលទៅមានចម្ងល់សំណួរឲ្យបន្ថែមគឺអាចសាកសួរបន្ថែមមកកាន់លោកគ្រូបានណាជាចុងក្រោយលោកគ្រូសូមជូនពរពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាទទួលបានតែលាភជ័យលាភសំណាងទាំងអស់គ្នាសូមអរគុណ